កំពុងធ្វើលើគម្រោងមួយដែលមានឈ្មោះថា Skinny Fish ឬមួយក៏កូនត្រីគម្រោងមួយនេះជាគម្រោងភាពយន្តគំនូរជីវចលដំបូងគេដែលផលិតនៅស្រុកខ្មែរយើងហ្នឹងអញ្ចឹងយើងត្រូវទៅទីតាំងកំពង់ភ្លុកនឹងផ្ទាល់ដើម្បីធ្វើការគូស្កាត់និងសង្កេតតាក់ទងជាមួយតំបន់ភូមិនៅទឹកតំបន់ទន្លេសាបពេលយើងទៅដល់កំពង់ភ្លុកហ្នឹងយើងសង្កេតឃើញលក្ខណៈប្លែកនៃសំណង់ផ្ទះផងគាត់ហ្នឹងពួកគាត់ធ្វើផ្ទះខ្ពស់ៗដើម្បីឲ្យផុតពីទឹកនៅពេលដែលទឹកឡើងហើយផ្ទះគាត់ពេលច្រើនមានពណ៌ចម្រុះពណ៌ច្រើនគឺប្លែកស្អាតមែនទែនគាត់ទៅដល់ទីនោះយើងស្មើឃើញទស្សនវិជ្ជាក្នុងភូមិក្នុងរឿងកូនត្រីដែលជាភូមិផោះរិទ្ធីអ្វីដែលប្លែកភ្នែកហ្នឹងគឺយើងធ្លាប់តែឃើញផ្ទះយើងនេះវាមួយជាន់ពីរជាន់ឬទៀបតល់ដីអញ្ចឹងតែនៅប្រជាជនហ្នឹងគាត់សាងសង់ផ្ទះខ្ពស់សឡឹមអញ្ចឹងមានបកគោលវែងអញ្ចឹងទៅនៅតាមមុខផ្ទះគាត់ហ្នឹងគាត់មិនថេកមិនគាត់ផ្ទះគាត់ខ្ពស់តែតាមរានហាលនៅមុខផ្ទះគាត់គាត់ដាក់ដាំជាផ្កាដាំជាអីទៅមើលទៅលម្អផ្ទះគាត់ឲ្យវាស្អាតវាមានទស្សនវិជ្ជាច្រើនដែលយើងអាចដាក់បញ្ចូលនៅក្នុងសាច់រឿងកូនត្រីហ្នឹងយើងបានសង្កេតឃើញតាក់ទងជាមួយជីវភាពរស់នៅផងអ្នកភូមិហ្នឹងតែគាត់ធ្វើដំណើររបៀបម៉េចគឺភាគច្រើនគាត់បានផ្លាស់ទូក្នុងការចល័តពីទីតាំងមួយទៅទីតាំងមួយនិងនៅពេលដែលរដូវទឹកស្រកហ្នឹងគាត់ប្រើប្រាស់គ្រឿងយន្តដូចជាម៉ូតូផ្សេងៗដែរដើម្បីដឹកជលផលពួកគាត់ដើម្បីយកទៅលក់ហ្នឹងមានទស្សនវិជ្ជាផ្សេងទៀតដែលយើងបានឃើញហ្នឹងដូចជាប្រសង់លោកនិមន្តបិណ្ឌបាតដោយទូកដោយអីយ៉ាងទៅវាជារូបភាពមួយដែលស្រស់ស្អាតដោយជាគិតថាវាជាទស្សនវិជ្ជាមួយដែលតាក់ទាញឲ្យមានភាពប្លែកដែលយើងគួរតែបង្ហាញនៅក្នុងសាច់រឿងកូនត្រីហ្នឹងផ្សេងទៀតដែរយើងឃើញតាក់ទងជាមួយឧបករណ៍ប្រើប្រាស់របស់ពួកគាត់ហ្នឹងដូចអីដែលយើងសង្កេតឃើញឧទាហរណ៍ប្រភូមិយើងគាត់ប្រើប្រាស់ឈើទល់ទៅលើអញ្ចឹងខ្ពស់ធុងសារ៉ាមរបស់គាត់ទៅគាត់មានចងឆ្នៃជាមួយសំណាញ់ផ្សេងសណ្ដោងមកក្រោមអញ្ចឹងទៅrồiមានឧបករណ៍ផ្សេងទៀតដែលកពីកំប៉ុកនៅក្នុងហ្នឹងដែលយើងកត់សម្គាល់ឃើញយើងទៅនេះយើងបានពិនិត្យឃើញទាំងអស់ហ្នឹងច្រើនមែនទែនចំណុចទូចហ្នឹងដើម្បីយកមកបញ្ចូលនៅក្នុងការធ្វើ background ក្នុងសាច់រឿងរបស់យើងហ្នឹងនៅក្នុងតំបន់បឹងទន្លេសាបហ្នឹងយើងឃើញសហគមន៍គាត់ធ្វើសកម្មភាពរួមគ្នាច្រើនសូម្បីទាំងការជួសជុលទូកការចូលរួមពីអ្នកភូមិផ្សេងទៀតដែលគាត់មកធ្វើការចូលរួមគ្នានៅក្នុងការជួសជុលទូកឬមួយក៏ធ្វើសកម្មភាពផ្សេងនៅក្នុងភូមិហ្នឹងយើងបានធ្វើសិក្ខាសាលាមួយជាមួយក្មេងៗនៅក្នុងសហគមន៍បឹងទន្លេសាបហ្នឹងដែលមានឈ្មោះថាសហគមន៍នៅតំបន់ចុងគ្នាគឺដើម្បីបញ្ជ្រាបឲ្យពួកគាត់ដឹងអំពីសកម្មភាពដែលពួកយើងកំពុងធ្វើហ្នឹងជាមួយនឹងរឿងកូនត្រីដោយសារតែរឿងហ្នឹងវាតាក់ទងជាមួយនឹងតំបន់លិចទឹកដែលពួកគាត់រស់នៅស្រាប់អញ្ចឹងឲ្យពួកគាត់បានដឹងហើយមួយទៀតហ្នឹងពួកយើងចង់បានពីកំណត់ដែលពួកគាត់ក្មេងៗនៅហ្នឹងគាត់យល់ឃើញថាម៉េចហើយគាត់ឃើញអ្វីខ្លះនៅក្នុងតំបន់គាត់ហ្នឹងដែលយើងមិនធ្លាប់ឃើញអញ្ចឹងដល់ពេលពួកគាត់គូចេញពីកំណត់ពួកគាត់មកវាប្លែកដែលយើងមិនដែលគិតអញ្ចឹងវាជាក់ស្ដែងសម្រាប់ពួកគាត់ផងដែរនៅក្នុងសិក្ខាសាលាហ្នឹងយើងបានឲ្យក្មេងៗគាត់ធ្វើការសម័យខ្លួនឯងផ្ទាល់ហ្នឹងទៅជាតួអង្គកូនត្រីដែលមានឈ្មោះថារិទ្ធីហ្នឹងតើគាត់ធ្វើអីខ្លះគាត់អញ្ចឹងគាត់ត្រូវគូរូបសកម្មភាពរបស់គាត់មកហ្នឹងចឹងក្មេងៗខ្លះគាត់បានគូសម័យថាតួអង្គគាត់នឹងកំពុងតែចេញទៅនេសាទត្រីជាមួយមិត្តភ័ក្តិជាមួយគ្រួសារជាមួយអីយ៉ាងទៅនៅក្នុងតំបន់បឹងទន្លេសាបហ្នឹងក្មេងខ្លះគាត់បានគូតួអង្គរិទ្ធីហ្នឹងគាត់កំពុងតែលេងនៅក្នុងភូមិជាមួយក្មេងៗយ៉ាងទៅអ្នកខ្លះគាត់គូបង្ហាញពីតួអង្គរិទ្ធីហ្នឹងកំពុងតែជួសជុលកង់យ៉ាងទៅអញ្ចឹងវាបានបង្ហាញឲ្យយើងឃើញថាតើក្មេងៗនៅក្នុងភូមិតំបន់បឹងទន្លេសាបហ្នឹងគាត់ធ្វើអីខ្លះសកម្មភាពផ្សេងទៀតដែលយើងអត់បានយល់ដឹងលម្អិតដោយសារតែយើងអត់បានស្នាក់នៅយូរប៉ុន្តែយើងទទួលបានគំនិតទាំងអស់ហ្នឹងពីក្មេងៗសង្ឃឹមថាឯងនឹងហែលទឹកល្អជាងរូបរាងឯងទៅចុះយើងចង់បង្ហាញរូបភាពស្រស់ស្អាតនិងភាពខុសប្លែកនិងរបៀបរបបនៃការរស់នៅដ៏មានលក្ខណៈខុសប្លែកនេះនៅក្នុងសាច់រឿងកូនត្រីមួយនេះដើម្បីនាំរូបភាពមួយនេះទៅឲ្យទស្សនាបានឃើញទឹកនិងការពីអ្នកទាំងឡាយណាដែលគោរពវាហេតុនេះ